trong cầm riêng cầm hai ấy khơi lấy tè ấy nè ok nè công màu xua online chẳng cheจะใช้อังเลละอ๋อปันคอมเพลอโอเคទី1เจมส์ซอกអត់ទទួលភ្ញៀវទេទី2បើចង់បន្លាเจมส์ซอกមកតាមណាខ្លាចលោតទៅខុសកន្លែងវិញប្រាប់ឲ្យហើយតាเจมส์ซอกអត់ចូលចិត្តអាមនុស្សគម្រាមកំហែងទេអញរស់ពីខ្មែរក្រហមបានមកដល់ប៉ុណ្ណេះអញអត់ត្រូវការពួកឯងមកគម្រាមអញទេអញដោះស្រាយមិនរួចអានឹងអញទទួលខុសត្រូវលើខ្លួនអញអូខេកុំចាញ់មកនិយាយអីរបៀបអញ្ចឹងអីនៅក្នុងអនឡាញជាមួយនឹងប្រាប់ឲ្យហើយណាអញអត់ស្គាល់ឯងទេសូម្បីតែមនុស្សអញស្គាល់ក៏អញអត់ទទួលភ្ញៀវដែរប៉ុន្តែបើឯងទៅសេនឹងដើម្បីគម្រាមអញឯងមកតាមណាខ្លាចទៅវិញខុសផ្លូវអញប្រាប់ឯងអញអត់ចូលចិត្តអាណាគម្រាមអញទេអូខេនឹងប្រាប់ឲ្យហើយចង់ឯងអីមកនិយាយអីចង់ទៅផ្ទះតាឃើញលេខផ្ទះតាហើយចង់គម្រាមហ៎អញមិនមែនកើតមកឲ្យឯងអង្គុយគម្រាមអញឯងមកតាមណាអញតស៊ូតាមហ្នឹងអានេះពេលតានៅអានេះតាមអនឡាញនៅចិត្តកបួចលើហ្នឹងយល់ទេបងប្អូនយល់ទេណាវាគម្រាមយើងវាថាវាឃើញលេខផ្ទះយើងឯងមកកាលនោះអញបញ្ជូនឯងទៅខុសទិសវិញអានេះគម្រាមណាមិញហ្នឹងជាសម្ដីគម្រាមណាស្អីជាអង់គ្លេសទៀតយល់ទេបងប្អូនអត់ចាប់ផ្លឹកទេមកគម្រាមអីណាស្អីណាបាត់ដំបងទៅដល់ហើយតើកូនមកអាមេរិកវិញហើយណាសេងឆេងក្រុមហ៊ុនថៃធំជាច្រើនដូចជា 7-Eleven PTT ជាដើមខាតច្រើនណាស់ដែលវិលមូអាវតើកម្ពុជាខាតច្រើនទេកងចាំខ្ញុំជម្រាបណាចៅណា PTT ជាសម្ព័ន្ធធំណាស់ដែលនៅក្នុងហ្នឹងសម្ព័ន្ធនីមួយនៃ PTT មានប្រតិបត្តិការក្នុងពិភពលោកឧបមាថាទីផ្សារកម្ពុជាត្រូវបិទហើយដើរចេញរឿងខាតតែមួយចំណែកតូចដែលអាចចាត់ទុកថាសរសៃសក់ជ្រៀកនឹង 1000 អីចឹងណាកូនវាមិនមែនជាខាតច្រើនណាស់ដូចចៅនិយាយទេនឹង PTT រីឯ 7-Eleven មេសម្ព័ន្ធគឺជប៉ុនរីឯដង្ខៅសម្ព័ន្ធគឺក្រុមហ៊ុន CP បើ 7-Eleven បាត់នៅប្រទេសកម្ពុជាចំនួន 7-Eleven ដែលត្រូវបាត់នៅកម្ពុជាមិនមានហាងច្រើនទេអញ្ចឹងការខាត 7-Eleven តាច់តួចជាទីបំផុតនឹងសេងឆេងត្រូវយល់ណាកូនណានឹងមួយទៀតក្រុមហ៊ុន CP មានមុខរបររាប់រយយ៉ាងនៅក្នុងកម្ពុជាការបិទព្រំដែនឆ្នាំ25-26នេះ CP ខាតដែលខាតធំនោះមិនមែនខាត 7-Eleven ទេគឺខាតមុខរបរ CP ដែលមានរាប់រយយ៉ាងនៅកម្ពុជាដែលចៅអត់ស្គាល់តើចៅដឹងទេ
សូម្បីតែពូជបន្លែផ្លែឈើស្រូវចំណីសត្វនិងស្អីផ្សេងទៀតច្រើនណាស់ដែល CP បើកនៅកម្ពុជាហើយខ្មែរយើងដែលពហិការ Thailand ក៏មិនពហិការ CP ដែរយើងពហិការតែ PTT Amazon និង 7-Eleven ទេពីព្រោះអ្វីពីព្រោះ CP នេះជាចំណែកមួយនៃកសិកម្មនៅកម្ពុជាតែម្ដងណាចៅសេងឆេងអូខេនឹងប្រាប់ណាបងមានព័ត៌មានពីខ្មែរថៃទេព័ត៌មានពីខ្មែរថៃគឺក្រសួងការបរទេសក្រសួងការពារជាតិហើយនឹងគឺលេខាធិការដ្ឋានខាងព្រំដែនសម្រុកតវ៉ាជាមួយថៃរហូតហើយរឿងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីអនុទិនចានវីរៈគុណទៅស្រុកចិននោះខ្ញុំមិនសង្ឃឹមថាចាញ់ជាអ្វីទេពីព្រោះអនុទិនវាអត់មានអំណាចអនុទិនវាអត់មានអំណាចទេណាអូខេអានឹងអញ្ចឹងហេតុអ្វីបារាំងជាសាធារណរដ្ឋសេរីតែមិនលំអៀងទៅអាមេរិកសុកណារិទ្ធសួរនេះល្អសេរីការជាតិបារាំងពីអាល្លឺម៉ង់ណាតស៊ីហើយបញ្ចប់សង្គ្រាមឆ្នាំ1945គឺជាការឧបត្ថម្ភរបស់អង់គ្លេសអាមេរិកប្រទេសពីរនេះមានគុណបំណាច់ខ្លាំងរហូតដល់រៀងរាល់ឆ្នាំតែងមានពិធីរំលឹកខួបធ្វើនៅបារាំងដែលចូលរួមដោយមេដឹកនាំឬក៏អសរជនជាន់ខ្ពស់អង់គ្លេសអាមេរិកក៏ប៉ុន្តែនយោបាយស្រុកបារាំងតែងតែជំទាស់នឹងអាមេរិកជានិច្ចទោះបីយ៉ាងណាក៏បារាំងជំទាស់តែមិនដែលទាស់គ្នាទេសុកណារិទ្ធជំទាស់តាំងពីដឺហ្គោលមកតែមិនដែលទាស់គ្រាន់តែបារាំងហ្នឹងគាត់ចាក់អាមេរិកាំងពីក្រោយហើយនៅពេលអាមេរិកាំងវាឈឺវាក៏ចាក់បារាំងវិញចាក់ទៅចាក់មកតាំងពីសម័យដឺហ្គោលតែប៉ុណ្្នឹងទេតែឲ្យដាច់គ្នារវាងបារាំងនិងអាមេរិកវាអត់ដាច់គ្នាទេណានឹងចម្លើយមានប៉ុណ្្នឹងអូខេអរគុណហើយបានទិញចំពោះព័ត៌មានខ្ញុំផ្អាកនិយាយសិនពីព្រោះខ្ញុំយកចិត្តទុកដាក់រឿងមួយឡែកទៀតអូនឯងដឹងទេនិយាយរឿងមួយអញ្ចឹងទៅផ្អាកទៅមកនិយាយរឿងមួយទៀតណាបាទសេងឆេងមិនបានសេចក្តីអញ្ចឹងទេតែបានសេចក្តីថាសកលលោកភាវូបនីយកម្ម globalization ហើយនឹងអាស៊ានសម្ព័ន្ធត្រូវខាតទាំងអស់គ្នាណារីឯអ្នកណាខាតជាងអ្នកណាអាហ្នឹងយើងគិតទៅដឹងហើយមិនបាច់កង់និយាយទេណាហ្នឹងចឹង DJ ម៉ូនីហេតុអ្វីបានជាកម្ពុជាត្រូវការ UN មករៀបចំប្រទេសដោយសារអ្វីដោយសារកាលនោះ
វាកើតសង្គ្រាមឡើងពី79ហើយសង្គ្រាមនោះដោះស្រាយមិនចាញ់ទើបអ្នកឆ្លោះគ្នានោះទៅប្រជុំនៅទីក្រុងប៉ារីឆ្នាំ89ហើយក៏ត្រូវការអង្គការសហជីវជាតិមករៀបចំម៉ង់ដូខ្ញុំស្រេចតែចៅចូលចិត្តទេខ្ញុំអត់មានយោបល់ទេណាចៅណា gaming សម័យប៉ុលពតប្រើឈ្មោះអង្គការនឹងជាប្រទេសផ្សេងឬខ្មែរនេះឯងគេប្រើនៅក្នុងស្រុកគេប្រើនៅក្នុងស្រុកណាចាគេប្រើនៅក្នុងស្រុកទេគេប្រើនៅក្នុងស្រុកទេអូខេអញ្ចឹងអត្ថបទនៅក្នុងភាគនេះថាបើស្រឡាញ់សេរីភាពយុត្តិធម៌វាទាល់តែយើងសុចរិតយើងមកនៅស្រុកគេយើងថាយើងចូលចិត្តស្រុកគេយើងឆ្លោះគ្នាយើងប្រកាសថាខ្លួនយើងជាជនប្រជាធិបតេយ្យតែយើងអត់សុចរិតយើងអត់សុចរិតណាយើងអត់សុចរិតនៅពេលដែលយើងមិនប្រព្រឹត្តអំពើសុចរិតតើយើងជាជនសេរីប្រជាធិបតេយ្យពិតឬទេដូច James Sock អត់ដែលហៅខ្លួនថាជាជនប្រជាធិបតេយ្យទេតែ James Sock ប្រព្រឹត្តអំពើសុចរិតបងប្អូនតែហៅខ្លួនថាជាអ្នកប្រជាធិបតេយ្យវាទាល់តែបងប្អូនសុចរិតបើបងប្អូនសុចរិតណាបងប្អូនកលេចមើលអ្នកគាំទ្របងប្អូនតិចជាងខ្ញុំផងខ្ញុំចាប់ចាញ់មកពី2017គេហែកហួរគ្រួសារខ្ញុំប្រពន្ធកូនខ្ញុំប៉ុន្តែឥឡូវអ្នកដែលចូលចិត្តខ្ញុំនឹងវាច្រើនជាងបងប្អូនអ្នកប្រជាធិបតេយ្យវាមិនបានជាខ្ញុំច្រើនជាងមេរបស់បងប្អូនមេរបស់បងប្អូនមានតែតួលេខទេតែគេលែងជឿគេលែងចូលចិត្តឲ្យមកពីអីមិនសុចរិតហើយខ្ញុំអត់មានធ្វើនយោបាយទេខ្ញុំ promote education promote learning working hard saving and investing ខ្ញុំអត់ promote democracy ទេប៉ុន្តែ promote នៅការរស់នៅដោយសុចរិតមិន 100% ទេប៉ុន្តែដោយសុចរិតចឹងបងប្អូនតែតេះឌីលខ្ញុំសួរខ្លួនឯងថាបងប្អូនសុចរិតទេបងប្អូនថាខ្ញុំលក់ក្បាលថាខ្ញុំបម្រើហ៊ុនសែនចុះបងប្អូនដែលប្រឆាំងហ៊ុនសែនហ្នឹងមិនក៏ចាញ់មកក្រៅហើយចង់ចូលទៅវិញសំរងស៊ីចង់ចូលទៅវិញមូសុខហួរចង់ចូលទៅវិញមិនក៏ចង់ចូលទៅវិញចូលទៅបោះឆ្នោតហើយចុះបងប្អូនមិនក៏មិនតស៊ូប្រដាប់អាវុធបងប្អូនទៅបង្កើតរដ្ឋាភិបាលអីមិនបងប្អូនអត់ហ៊ានចេញមកបងប្អូនមិនក៏មិនតស៊ូប្រដាប់អាវុធបើបងប្អូនពិតជាមិនចូលចិត្តហ៊ុនសែនអញ្ចឹងមិនមែនទេគឺបងប្អូនចង់ចែកចំណែកជាមួយហ៊ុនសែនហើយពេលហ៊ុនសែនមិនចែកឲ្យបងប្អូនខឹងហ្នឹងមួយ
មួយទៀតបងប្អូនខ្លះគ្មានមូលហេតុទេគឺចង់ធ្វើអណ្ដោវេះចេញមកក្រៅដើម្បីបានជ្រកកោននយោបាយបងប្អូនថាខ្លួនជាជនរងគ្រោះហើយប្រឆាំងហ៊ុនសែនដើម្បីបងប្អូនបានជ្រកកោននៅបរទេសហើយនៅពេលបងប្អូនជ្រកកោននៅបរទេសបងប្អូនមិនប្រព្រឹត្តអំពើសុចរិតទៅទៀតបងប្អូនកិច្ចពន្ធបងប្អូនធ្វើមុខរបរមិនសុចរិតហើយបងប្អូនថាបងប្អូនជាមនុស្សល្អជាងពួក CPP ចំណែកខ្ញុំចេះតែសើចខ្ញុំចេះតែសើចរឿងហ្នឹងខ្ញុំសើចតាំងពីឆ្នាំ2017ហើយខ្ញុំសើចតាំងពី96មកខ្ញុំមិនថាអីទេខ្ញុំកាន់តែសើចទេអញ្ចឹងបើចង់បានសេរីភាពនិងយុត្តិធម៌វាតលតែយើងប្រព្រឹត្តនៅជីវិតសុចរិតអានឹងអញ្ចឹងណាយើងតលតែប្រព្រឹត្តនៅអំពើសុចរិតបងប្អូនឃើញខ្ញុំទៅលេងស្រុកហើយណាតាមសបនិមិត្តកម្មខ្ញុំបានទៅដល់ស្រុកខ្មែរហើយខ្ញុំត្រឡប់មកវិញហើយតើអ្វីដែលបងប្អូនថាអូយលែងទុកចិត្តដែរចែមសុកមិនដែលឲ្យជឿចែមសុកផងចែមសុកអត់ដែលបបួលឲ្យអ្នកណាជឿផងហ្នឹងមួយទៀតចែមសុកលក់ក្បាលចែមសុកប្រាប់ឲ្យថាឲ្យតែត្រូវថ្លៃលក់ឲ្យពីព្រោះចែមសុកជាអ្នកលក់ដូរហើយចុះលុញពងវិញចែមសុកក៏លុញពងដែរឲ្យតែបានលេបសការៈសុចរិតឧទាហរណ៍ដូចនិយាយថ្នាក់ថ្នមបងប្អូនខ្លះនៅក្នុង show អាហ្នឹងក៏លុញពងដែរហើយចុះនិយាយថ្នាក់ថ្នមដោយសុភាពរាបសារជាមួយលោកហ៊ុនសែនអាហ្នឹងក៏លុញពងដែរតែលុញពងដើម្បីលេបសការៈសុចរិតវាខុសគ្នាពីលុញពងទុច្ចរិតអញ្ចឹងបងប្អូនវាយរុយមួយចាញ់វាយពីរណែយូរមានរុយបានទេខ្ញុំធុញអារុយហ្នឹងណាហើយនៅស្រុកខ្ញុំឯនេះកាលរុយហើហ្នឹងក៏តម្លង់ខ្ញុំដែរអាហ្នឹងអញ្ចឹងបើបងប្អូនពិតជាជនប្រជាធិបតេយ្យវាត្រូវតែគោរពច្បាប់ប្រទេសគេបើបងប្អូនជាសមាគមនយោបាយបងប្អូនបងពុនកុំប្រមូលលុយគេអត់បងពុនបើបងប្អូនចង់បានយុត្តិធម៌បងប្អូនកុំធ្វើការឬរកស៊ីលក់ដូរកិច្ចពន្ធបើបងប្អូនយល់ឃើញថាសង្គមនៅបរទេសជាចង្រុកដែលបងប្អូនមកធ្វើជាសត្វដង្កូវជាសត្វឆ្លើងសង្គមហើយបងប្អូនចង់ប្រាប់ខ្មែរក្នុងស្រុកថាបងប្អូននឹងជាជនប្រជាធិបតេយ្យសេរីយុត្តិធម៌បងប្អូនភូតគេទេបងប្អូនភូតភរគេទេណា Hello Ratara how are you អានឹងអញ្ចឹងណាអានោះគឺជាលក្ខណៈដែលខ្ញុំនិយាយថា
bao dương nè 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 ấy lâu ní mới miền posted មួយថ្ងៃ16នេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមលីឆាំងនាយករដ្ឋមន្ត្រីចិនសម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅក្នុងដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅសាអូអញ្ចឹងលោកហ៊ុនម៉ាណែតបានទៅដល់ប្រទេសចិនហើយអូខេមានលោកសង្ឃសង្គមម្នាក់ឈ្មោះអែមសូអាន់មានលោកសង្ឃសង្គមម្នាក់ឈ្មោះអែមសូអាន់តែងតែផ្សាយនយោបាយហើយអែមសូអាន់នេះថតជាមួយរីកាដែលអាចឲ្យដឹងថាជាពួកកុលរិស័យនៅរស់នៅឯវត្តខ្មែរនៅទីក្រុងស៊ីអាតលរដ្ឋ Washington ក្មេងចកក្រោយកើត88ណា88ណាហ៊ុនសែនជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រជាពូជក្បត់ជាតិទី2បន្ទាប់ពីអភ័យវង្សលោកអាយលោកក្មួយហើយក្មួយបោះស៊ីបាយគេឲ្យសោះហ្នឹងណាគ្រាន់តែរៀនប្រវត្តិសាស្ត្រក៏មិនចេះគ្រាន់តែរៀនប្រវត្តិសាស្ត្រហ្នឹងក៏មិនចេះទៅទៀតអាហ្នឹងចឹងណាទៅតវ៉ាតាំងពីកីឡាបាល់ទាត់ហើយបួសហើយភ្នាល់ទៀតតាមការពិតណាភ្នាល់ហ្នឹងគឺសាសនា7មករាណាសាសនា7មករាណាសាសនា7មករាបានកើតមកចេះភ្នាល់ហ្នឹងចឹងឃើញទេមានការនិយាយអំពីណាមានការនិយាយអំពីអីចេះអញ្ជើញសមត្ថកិច្ចមកដល់ផ្ទះអញមីត្រូវក្រាប់មានយួនមីត្រូវក្រាប់មានថៃអញ្ចឹងតាបានស្រុកទេលលាយអាងអីសមត្ថកិច្ចអាងអីសមត្ថកិច្ចនឹងម៉ែអូងែងហ៎ខាងរឿងអីទេបងអូនហើយបងអូនណាគាត់ថាលឺសូវគេខឹងហ្នឹងយ៉ាប់បងប្អូនដឹងទេbro gaming កុំ spam ពេកចៅ spam ពេក YouTube គេ block ចាឯងចោលแล้วគ្រាន់តែអាឆែបមកក្ដិះឡើងធ្វើឡើងធ្វើស្អីឡើងធ្វើបលាត់ឡើងធ្វើអីតាមពិតវាអត់ត្រូវឡើងធ្វើបលាត់ទេមើលវ៉ាន់ទិញនិយាយថាអាឆែបឡើង
មេគុណស្ដីទីអូបើមេគុណស្ដីទីមែនព្រោះអាឆែបវាឡើងស័កជារាជាគណៈបើវាមានស័កជារាជាគណៈអាឆែបវាអត់ត្រូវធ្វើបលាត់ទេអាឆែបវាអត់ត្រូវធ្វើបលាត់ទេវាអត់ត្រូវធ្វើបលាត់ទេព្រោះវាគេអត់ដែលយកអ្នកគេអត់ដែលយករាជាគណៈទៅធ្វើបលាត់ទេបលាត់វាជាមន្ត្រីថ្នាក់ទេពទេនឹងឃើញលោកហ៊ុនម៉ាណែតបានទៅដល់ប្រទេសចិនហើយទទួលដោយនាយករដ្ឋមន្ត្រីលីឆាំងនៅប្រទេសថៃដើម្បីស្ដារមុខមាត់ទេសចរប៉ូលីសថៃនិងរាជការថៃប្រឹងប្រែងបង្ក្រាបអ្នករកស៊ីជួល Jet Ski គៀបសង្កត់បងប្អូនដឹងទេនៅស្រុកថៃបងប្អូនទៅលេងថៃកុំជួល Jet Ski ប្រើពីព្រោះពួកអ្នកជួល Jet Ski នៅប៉ាតាយាក្តីនៅពូកេតក្តីនៅសមុយក្តីនៅហួហិនក្តីគឺគ្រប់សមុទ្រទាំងអស់ពួកអ្នកជួល Jet Ski ថៃសិតតែពួកជនពេលអាក្រុមជួល Jet Ski ហ្នឹងសិតតែជនពេលជនបរទេសស្បែកសដែលទៅលេង Jet Ski នៅស្រុកថៃរងគ្រោះច្រើនណាស់ជួនកាលទៅជួលវាទៅវាថាថ្នាំលបកពិតវាទេលុយថែមបើតវ៉ាវាប៉ូលីសមកអត់ជួយយើងទេប៉ូលីសជួយពួកអស់ហ្នឹងដល់យូរទៅអារឿង Jet Ski scam នេះវាคล้ายទៅជាស្អុយអាសោចទៅប៉ូលីសថៃហ្នឹងស្ដារមុខមាត់ស្អុយអាសោចហ្នឹងម្ដងអញ្ចឹងបងប្អូនទៅថៃដើរមើលដើរបរិភោគអីបានតែកុំឲ្យលេងលបែងនៅសមុទ្រស្អីក៏វា scam ដែរស្អីក៏វា scam ដែរពួកហ្នឹងហើយកើតមកយូរហើយតាំងពីខ្ញុំនៅថៃណាតាំងពីខ្ញុំនៅថៃណារឿងហ្នឹងអញ្ចឹងតាំងពីដើមសវ៉ាលីសួស្ដីបាទត្រឹមត្រូវហើយណាតាមការពិតទៅគណៈសង្ឃខេត្តកំពង់ឆ្នាំងហ្នឹងវាបពពួកជាមួយអាឆែបរហូតមកណានៅក្នុងវត្តមួយធម្មតាទេអាហ្នឹងសាសនា7មករាធម្មតាបងឯងមិនបាច់និយាយអីទៀតធម្មតាណាអ្នកថតសាឡាងបូមខ្សាច់ថ្ងៃមុនឥឡូវក្រសួងចុះបញ្យលធ្វើកិច្ចសន្យាឈប់បរិហារអូនៅឌឺនៅឡើយទេនៅឌឺនៅឡើយនៅឌឺនៅឡើយស្រីម្នាក់ហ្នឹងចេញវីដេអូនៅឌឺនៅឡើយគេចង់និយាយប្រាប់ថារាជការក្រសួងចុះទៅបំបត្តិមាត់គេមិននិយាយអញ្ចឹងទេគេថាក្រសួងចុះមកហើយរឿងដែលគេនិយាយនឹងអត់ពិតទេគេឈប់ខ្លាចបាក់ច្រាំងហើយសំដីឌឺទេសំដីឌឺដងទេពីព្រោះអី
ពេលព្រោះក្រុមប្រឆាំងក្រៅស្រុកបានយកវីដេអូនាងនឹងមកត្រូលណាហើយរហូតដល់គេតាក់តែងចម្រៀងច្រៀងដើម្បីត្រូលតទៅទៀតនឹងអញ្ចឹងពីព្រោះអីខ្មែរយើងណាស៊ីសាច់ជ្រូកសាច់គោសាច់ប្រហិតទំនិញបន្លែរបស់យួនទាំងអស់ស៊ីរាល់ថ្ងៃប៉ុន្តែតែងតែដាក់កំហុសយួនកាប់ឈើយួនរលត្រីយួនឆក់យួនបើកបងសាច់ស្អីក៏យួនខុសដែរស្អីក៏យួនខុសដែរតែមកស្រុកខ្មែរយើងស៊ីរបស់យួនអស់ហើយសួរថាអ្នកស៊ីនឹងតមទេអត់ដែលតមទេប្រសិនបើខ្មែរទៅផ្សារអត់ទិញរបស់យួនណាអ្នកស្រុកអ្នកភូមិខ្មែរដាំដុះគ្នារស់បានណាតែអត់ទេស៊ីតែរបស់យួនសណ្ដែកបដោះខ្មែរបដោះត្រឹមត្រូវអត់ដាក់ថ្នាំលាងឲ្យវាសតថ្លៃបើ1គីឡូ 5000ឲ្យគ្នាតែ 3000ទេ 3500អស់ហើយសួរថាលក់មិនបានទេលក់មិនបានទេសណ្ដែកបដោះនោះអត់ល្អខ្មៅដល់ពេលយួនគេដាក់ថ្នាំឲ្យវាសគេលក់ 5000តែគេភ្លាមដល់ពេលអាស៊ីសេរីណាដល់អាស៊ីសេរីដាក់ក្បាលម៉ៃក្រូហ្វូនណាអូយនៅស្រុកខ្មែរស្អីក៏អើយរបស់យួនសិតជាតិគីមីអាស៊ីសេរីដកក្បាលម៉ៃក្រូហ្វូនទៅវិញស្អែកឡើងទៅទិញរបស់យួនដែរខ្ញីខ្មែរដាំពូជខ្ញីដាំដកយកមកលក់លក់តាំងពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 10 ថ្ងៃត្រង់អត់មានណាទិញទេឡើងស្លោកស្លឹក1គីឡូម៉ាន1គីឡូដល់ 25001000ទិញផងខ្ញីខ្មៅអញ្ចឹងប្រឡាក់សក្តីទៅទិញខ្ញីយួនអាពូជសនោះយកមកស៊ីទៅចប់សេអាខ្ញីយួនអាខ្ញីពណ៌នេះអត់ស៊ីទេខ្មែរនោះអត់ស៊ីទេអាខ្ញីនេះខ្មែរអត់ស៊ីទេនៅស្រុកខ្មែរគេអត់ស៊ីខ្ញីនេះទេនេះខ្ញីនេះអត់ស៊ីទេគេថាកិច្ចចាណាគេស៊ីគេស៊ីខ្ញីនេះណាគេទិញមកឲ្យខ្ញុំមិនទាន់ស៊ីផងនេះគេទិញគេស៊ីខ្ញីនេះគេអត់ស៊ីទេអាខ្ញីខ្ញុំបង្ហាញមុនគេអត់ស៊ីទេគេស៊ីខ្ញីនេះណា product of Thailand មែនទេវា share ពីវៀតណាមមកអូខេឃើញនៅគេដាក់ថាជាក្រុមហ៊ុន Thai Agri-Food Public Company Limited នៅសមុទ្រព្រះកានមែនទេខ្ញីយួនដែរយួនមានខ្ញី2អានេះស៊ីមានកើតណាយកមកជាកើតទេកុំនិយាយរឿងមាត់ដាក់ក្បាលម៉ៃក្រូហ្វូននិយាយឲ្យរូណាអើយ
ឥឡូវហ្នឹងប្រហុកនៅស្រុកអាមេរិកណាដែលលក់នៅហាងកូរ៉េហាងចិនអត់មានប្រហុកខ្មែរទេមានតែប្រហុកអក្សរខ្មែរតែប្រហុកហ្នឹងគឺឥឡូវមកពីវៀតណាមមកពី Thailand បើចង់បានប្រហុកខ្មែរទៅទិញតាមវត្តបានអត់ដឹងទេអាហ្នឹងគេទិញយកមកឲ្យប៉ិនយកមកកិនអត់បានគេថាអាហ្នឹងវាល្អវាសស្គូខ្ញុំប្រាប់ប្រពន្ធខ្ញុំទៅទុកសិនទៅអត់មានយកប្រើកើតទេអាខ្ញីដែលខ្ញុំទិញឥណ្ឌាវាមកលក់នេះឥណ្ឌាប៉ាគីស្ថានដាំនៅអាមេរិកនេះអាហ្នឹងបានល្អបាទហើយស្លឹកម្រុំយើងយកមកស្លម្ដងម្កាលណាស្រស់ឥណ្ឌាវាលក់ហើយខ្ជាយរំដេងរមៀតទិញហាងឥណ្ឌាអាហ្នឹងចឹងនឹងចង់ជម្រាបកាសែតសៀមគេនិយាយថាអនុទិនចេញទៅស្រុកចិន5ថ្ងៃនឹងជួបប្រធានស៊ីវាដណ្ដើមវាជ្រែហ៊ុនម៉ាណែតណាវាទៅហើយវាច្រាច់ប្អូនវៀងវ៉ាន់ទិញប្អូនដឹងទេខ្ញុំពីដើមចូលចិត្តចំហុយប្រហុកណាប្អូនប្រហុកចំហុយជាមួយនឹងមើមខ្ញីស្រស់ប្អូនអើយណាខ្ញុំចូលចិត្តណាស់ប្រហុកចំហុយប្រហុកយើងចំហុយណាយកសាច់ជាពិសេសប្រហុកត្រីកំភ្លេងណាដែលឆ្ងាញ់ជាងគេគឺប្រហុកត្រីកំភ្លេងហ្នឹងប្រហុកត្រីរស់មិនឆ្ងាញ់ទេចំហុយមួយចានមកហើយនឹងមើមខ្ញីស្រស់ណាយីឆ្ងាញ់ណាស់ខំទៅឲ្យលឺសុបផុសថាឆ្ងាញ់មែនទេខ្ញុំចូលចិត្តម្រះចូលចិត្តខ្ញីគឺពីរហ្នឹងចូលចិត្តណាស់ចូលចិត្តសម្លកកូមស្លឹកម្រះឬក៏សម្លកកូរប្រមាត់ដីចូលចិត្តណាស់អញ្ចឹងត្រឡប់មកវិញគឺថាបើយើងចង់បានសេរីភាពនិងយុត្តិធម៌វាតលតែយើងសុចរិតបើយើងមិនសុចរិតយើងទៅរកឯណាបានសេរីភាពនិងយុត្តិធម៌នោះវាអត់បានទេណារកសុកចន្ទថារឿង EB3 នេះវាមានពិតមែនតែចំនួនទិដ្ឋាការណាចំនួនទិដ្ឋាការវាតិចហើយត្រូវរងចាំហើយយើងពិបាកតាក់ទងពីព្រោះគេមិនសូវត្រូវការអូខេយ៉ាងមួយវ៉ាន់ទិញស្លការីម្រះបាទសម្លការីម្រះបើយើង
ស្លម្រះអាការីនឹងឲ្យទឹករាវបន្តិចឆ្ងាញ់បាទទឹករាវបន្តិចយីខ្ញុំមានទិញម្រះមកអត់បានឆាណាយីម្រះខ្ញុំទិញម្រះមកខ្ញុំភ្លេចឆាយីដល់ហើយចាំខ្ញុំទិញម្រះមកភ្លេចប៊ីខូនអូអត់អីនេះទិញមកថងមកនេះឃើញវាថោកស្អែកឲ្យយាយស្លម្រះខ្ញុំឃើញវាស្រស់ល្អណូការីជាមួយនំប៉័ងអាហ្នឹងវាខាប់ហើយដំឡូងណាបងអូនដំឡូងកូរ៉េដំឡូងជ្វាមកពីកូរ៉េអូអានោះឆ្ងាញ់ណាជាមួយការីឆ្ងាញ់មែនទែនតែនៅស្រុកខ្មែរវាថ្លៃហ្នឹងមើលទៅណាអាខាប់សម្រាប់ហូបនំប៉័ងអារាវសម្រាប់ហូបបាយបាទការីវាមាន3យ៉ាងវាមានបៃតងវាមានលឿងវាមានក្រហមអាក្រហមខ្មែរយើងមិនសូវប្រើទេអាហ្នឹងការីក្រហមមិនសូវប្រើទេយើងប្រើការីលឿងបៃតងសម្រាប់ស្លសាច់ជ្រូកនិងស្លគ្រឿងសមុទ្រដូចការីបង្កងការីបង្គាការីក្តាមការីមឹកអាហ្នឹងគេប្រើការីបៃតងហើយនឹងការីសាច់ជ្រូកគេប្រើការីបៃតងការីលឿងគេស្លសាច់មាន់ភាគច្រើនសាច់មាន់តែយើងយកមកស្លសាច់គោក៏បានការីក្រហមគេស្លតែសាច់គោទេបាទផលិតផលនេះ是របស់អាស៊ីម្រះអីដាំនៅស្រុកអាមេរិកណាសុកខៀងនិយាយអំពីរដ្ឋអ៊ីស្រាអែលបន្តិចតាអូសុវត្ថិភាពមានកូនសុវត្ថិភាពមានយើងនៅស្រែនៅអីសិតតែមានលេនដ្ឋានអីគ្រាន់តែជីវិតទៅធ្វើការនៅអ៊ីស្រាអែលលំបាកជាងទៅធ្វើការនៅកូរ៉េលំបាកទី1គឺអាហារថ្លៃជាងលំបាកទី2គឺអាហាររសជាតិយើងមិនសូវមានណាជីវភាពពលករកសិកម្មនៅអ៊ីស្រាអែលបានថ្លៃតែលំបាកជាងនៅកូរ៉េនឹងប៉ុណ្ណឹងឯងណាប៉ុណ្ណឹងចំរងចៅឯងជឿតែគេភូតរឿងបូមខ្សាច់ហ្នឹងបើបូមចិត្តច្រាំងវាបាក់ច្រាំង
បើបូមកណ្ដាលទន្លេវាជួយឲ្យទឹកហូរល្អមិនសូវបាក់ច្រាំងប៉ុន្តែចៅឯងជាមនុស្សចូលចិត្តជឿគេភូតចៅឯងហាមាត់ឡើងចង់ចំអកឲ្យគេនាងមួយដែលថតផ្សាយឥឡូវនេះគេទៅណែនាំបាត់តាមកាពិតចូលទេចូលណាចូលដល់ចូលទៅគេណែនាំបាត់ដល់គេណែនាំពួកកុលឫស្សីថាជាការជិះជាន់ឥឡូវនេះសួរពួកកុលឫស្សីវិញបើគេណែនាំជាការជិះជាន់ឲ្យគេទៅវាយក្បាលវិញល្អជាងឬក៏គេចាប់ដាក់ខ្នោះអូសមកឡើងតុលាការគេបានទៅដល់កន្លែងនាងនឹងថតហើយមានអ្នកសារព័ត៌មានដតីដែលមានកាមេរ៉ាដាក់ជ្រុងដាក់នៅនឹងច្រើនណាស់អូខេគេទៅណែនាំឲ្យគេសួរថាយល់ទេបើយល់ចុះហត្ថលេខាអញ្ចឹងពួកប្រឆាំងគេថាអាហ្នឹងគេទៅគម្រាមអូខេថាអញ្ចឹងក៏បានដែរអញ្ចឹងសួរពួកប្រឆាំងវិញមានពួកប្រឆាំងណាហ៊ានចូលទៅស្រុកខ្មែរហើយបន្តបំផុសបំផលរឿងបូមខ្សាច់ហ្នឹងទេអត់មានទេអ្នកដែលគេហៅទៅចុះហត្ថលេខាគឺជាមនុស្សដែលគ្នាអត់ដឹងអីចូលដូចនាងហ្នឹងចូលត្រូវលេខត្រូវកើតគេហៅទៅចុះហត្ថលេខាចុះហត្ថលេខាឲ្យនៅឌឺគេទៀតពីព្រោះវាធ្លាប់រឿងឌឺឥឡូវចៅឯងហ្នឹងចម្រុងឯងប្រហែលជាត្រូវឲ្យគេហៅទៅណែនាំហើយមើលទៅពីព្រោះរឿងនេះវាល្មមយល់ដឹងហើយដែលខ្ញុំពន្យល់ដោយមិនមានលំអៀងទេថាបើបូមខ្សាច់មកចិត្តច្រាំងវាបាក់ច្រាំងតែបើវាបូមចំកណ្ដាលរង្វង់ទឹកនៃទន្លេវាជួយឲ្យហូរទឹកទន្លេវាអត់សូវបាក់ច្រាំងទេអត់ស្ដាប់ពួកប្រឆាំងត្រូលធ្វើចម្រៀងសបាយយកមកនិយាយសពថ្ងៃនេះ show ណាដែលគេត្រូលរឿងភូតមនុស្សចូលចិត្តមើលអាហ្នឹងចឹងលោកតាយើងទម្លាប់ហៅបៃតងថាខៀវតាំងពីយូរហើយមែនទេតាំងខ្ញុំអារឿងបៃតងឯខៀវច្រឡំតែញយណាព្រៃល្បាស់ខៀវខ្ចីខ្ញុំច្រឡំថាមេឃខៀវទៀតណាមេឃខ្ញុំថាមេឃខៀវងឹតហ្មងឃើញទេអញ្ចឹងផ្លែសាច់គោឆ្ងាញ់បាទឆ្ងាញ់ខ្ញុំចូលចិត្តដែរប៉ុន្តែផ្លែដាក់ទឹកប្រហុកអីខ្ញុំមិនចូលចិត្តទេណារវាងសាច់គោទឹកប្រហុកហើយនឹងផ្លែទឹកប្រហុកខ្ញុំញ៉ាំសាច់គោអាំងទឹកប្រហុកជាងពីដើមឲ្យមានគល់ក្រៃច្រើនឲ្យមានសម្បកក្រូចឆ្មាច្រើនឲ្យមានខ្ញីឲ្យមានត្រប់ស្រួយណាជួនកាលខ្ញុំអាំងសាច់គោខ្ញុំហាន់ខ្ញុំធ្វើទឹកប្រហុកមានគល់ក្រៃមានត្រប់ស្រួយមានគល់ខ្ទឹមណាមានគល់ខ្ទឹមអូខេមានគល់ខ្ទឹមមានខ្ញីហើយនឹងផ្លែស្ពឺ
តែម្ដាយខ្ញុំគាត់ចេះតែហាមគាត់មិនអោយខ្ញុំញ៉ាំស្ពឺទេអត់បានទេផ្ទះខ្ញុំឲ្យតែយកស្ពឺចូលម៉ែខ្ញុំគាត់អត់ឲ្យទិញត្រីឆ្ពិនគាត់មិនអោយញ៉ាំត្រីឆ្ពិនគាត់មិនអោយញ៉ាំត្រីគល់រាំងគាត់មិនអោយខ្ញុំញ៉ាំផ្លែស្ពឺផ្លែឃ្លោកទេណា